បាននិយាយពីទឹកដីភ្នំ1500ស្រុកវាវែងខេត្តពោធិ៍សាត់ប្រហែលជាបងប្អូនស្គាល់ច្រើនហើយតែបើនិយាយពីឃុំអូសោមប្រហែលជាបងប្អូនមិនសូវស្គាល់ច្រើននោះទេការពិតឃុំអូសោមគឺជាឃុំមួយដែលមានសក្តានុពលទាំងធនធានធម្មជាតិទាំងចំការដំណាំផ្សេងៗដែលស្ថិតនៅក្នុងឃុំអូសោមស្រុកវាវែងខេត្តពោធិ៍សាត់ឃុំអូសោមទៀតសោតគឺជាឃុំមួយដែលមានសក្តានុពលផ្នែកធនធានធម្មជាតិច្រើនមែនទែនហើយបងប្អូនដែលបលេងទីនេះគឺមានតំបន់ច្រើនមែនទែនដែលបងប្អូនត្រូវទៅលេងហើយទីនេះទៀតសោតក៏សម្បូរ resort សម្បូរកន្លែងសាក់នៅដែលស្ងប់ស្ងាត់ស្រាប់សំឡេងធម្មជាតិមើល sunset មើល sunrise អីគឺពេញនិយមមែនទែនគឺស្អាតមែនទែននៅក្នុងនេះហើយឃុំអូសោមទៀតសោតហ្នឹងគឺជាឃុំមួយដែលតភ្ជាប់ពីខេត្តកោះកុងមកខេត្តពោធិ៍សាត់តែម្ដងហើយបងប្អូនមកដល់ទីនេះអីគឺមានទាំងទុរេនមានផាសិនមានដំណាំផ្សេងជាច្រើនដែលបងប្អូនប្រជាកសិករយើងគាត់ដាំដំណាំនៅទីនោះហើយបងប្អូនថាមកដល់ខាងឃុំអូសោមអីខ្លាចខ្វះអីហូបមិនខ្វះទេបងប្អូននៅតាមផ្លូវអីគឺសម្បូរអាហារដ្ឋានសម្បូរ resort សម្បូរកន្លែងដើរលេងអីច្រើនហើយតម្លៃក៏សមរម្យដែរហើយខ្ញុំមកដល់ទីនេះដូចជាលើកទី3ទី4នេះប៉ុន្តែនៅតែចាប់ចិត្តចាប់អារម្មណ៍ទឹកដីឃុំអូសោមនេះតែម្ដងសង្ឃឹមថាបងប្អូនបានទៅលេងទឹកដីនេះហើយចែករំលែកពីតំបន់ធម្មជាតិដ៏ស្រស់បំព្រងនេះចែកជូនដល់បងប្អូនដែលមិនបានមកទស្សនាផ្ទាល់តែអញ្ចឹងណាបងប្អូនហើយដោយទេសភាពខ្ញុំថតលើអាកាសនេះគឺមើលទៅសុទ្ធតែដើមទុរេនដើមដែលបងប្អូនគាត់ដាំនៅដីចំការរបស់គាត់អីចឹងណាបងប្អូនហើយបន្ទាប់ពីខ្ញុំថតនៅក្នុងទីប្រជុំជនឃុំអូសោមហើយខ្ញុំក៏បានធ្វើដំណើរទៅលេងតំបន់មួយទៀតគឺតំបន់តាពាំងក្រពើបែរជាខ្ញុំអានខុសឬក៏អានត្រូវតែក៏សូមអធិស្ឋានដែរព្រោះមិនមែនជាអ្នកទឹកដីនៅទីនោះទេហើយដោយសារមានមិត្តភ័ក្តិជាអ្នកទឹកដីនោះស្រាប់គាត់ក៏បាននាំឲ្យស្គាល់ទីនេះហើយសង្ឃឹមថាបានទៅលេងម្ដងទៀតនៅរដូវវស្សាខ្ញុំវល់ហើយខ្ញុំក៏មិនស្គាល់លើកទី1ដែរទេដែលគាត់នាំទៅលេងទីនេះហើយមានអារម្មណ៍ថាស្រស់ស្អាតមែនតើបងប្អូនបាទថាជិះឡានអញ្ចឹងហើយមានភ្លៀងរលឹមអីតក់ទៀតមិនដឹងថាអែមប៉ុណ្ណាទេហើយខ្ញុំពិតជាស្រឡាញ់ទេសភាពនៅតាមផ្លូវនឹងមែនតើហើយបងប្អូនឬខាងឃុំអូសោមនិយាយថាទីហ្នឹងគឺមានក្រពើពិតមែនក្រពើភ្នំបងប្អូនទៅមើលក្រពើភ្នំឃើញជាក់លាក់ពិតប្រាកដមែនតើប៉ុន្តែដោយសារតែខ្ញុំទៅរៀងប្រញាប់ដែរក៏អត់បានទៅដល់ទីតាំងហ្នឹងទេបានត្រឹមតែចេះជិះកវ៉ាល់ហ្នឹងដើម្បីមើលទេសភាពដ៏ស្រស់ស្អាតនៅនឹងអញ្ចឹងណាបងប្អូនហើយខ្ញុំមានអារម្មណ៍ថាទឹកដីឃុំអូសោមឬក៏ស្រុកវាវែងហ្នឹងគឺមានកន្លែងលេងច្រើនមែនតើបងប្អូនបើខ្ញុំមានឱកាសខ្ញុំនឹងទៅផ្សព្វផ្សាយទីនោះបានច្រើនហើយជំរុញវិស័យទេសចរឲ្យបងប្អូនគាត់ទៅទស្សនាទៅលេងកម្សាន្តឲ្យបានច្រើនហើយកាលណាទៅលេងច្រើនក៏បងប្អូនអ្នករស់នៅតំបន់នោះគាត់កាត់បន្ថយការចំណាក់ស្រុកការកាប់ព្រៃឈើអីផ្សេងហើយគាត់មករកចំណូលខាងវិស័យទេសចរវិញអញ្ចឹងណាបងប្អូនហើយសង្ឃឹមថាបងប្អូនទៅលេងកាន់តែច្រើននិងទាក់ទាញវិស័យទេសចរថាក្នុងស្រុកក្រៅស្រុកឲ្យមកទស្សនាតំបន់នេះដោយសារខាងឃុំអូសោមក៏ដូចជាខាងវាវែងគឺមានតំបន់ទេសចរធម្មជាតិច្រើនដោយនៅខាងឃុំអូសោមនេះមានស្ពានដែលខ្ពស់ជាងគេនៅកម្ពុជាគឺស្ពានដេជោសន្តិភាពឫស្សីជ្រុំដែលស្ថិតនៅភូមិឆៃលុកឃុំអូសោមស្រុកវាវែងខេត្តពោធិ៍សាត់ហើយស្ពាននេះគឺជាស្ពានដែលខ្ពស់ជាងគេបងប្អូនហើយដែលតភ្ជាប់ពីខេត្តកោះកុងបាត់ដំបងហើយនិងពោធិ៍សាត់ភ្ជាប់គ្នាអញ្ចឹងបងប្អូនហើយដោយខ្ញុំថតពីលើនេះខ្ញុំអត់បានផ្សាយពីតំបន់ស្ពានទេប៉ុន្តែខ្ញុំផ្សាយពីតំបន់ទៅមើលក្រពើភ្នំបងប្អូនប៉ុន្តែសង្ឃឹមថាបានទស្សនានឹងរីករាយនៅវីដេអូមួយនេះហើយខ្ញុំក៏បានទៅដល់ទីនោះក៏សប្បាយបានមើលហើយបងប្អូនក៏បានមើលពីចម្ងាយសង្ឃឹមថានឹងរីករាយទៅតាមវីដេអូដែលខ្ញុំផ្សាយទៅបងប្អូនអញ្ចឹងណាបងប្អូនហើយកន្លែងហ្នឹងពិតជាស្អាតមែនតើហើយសង្ឃឹមថាបងប្អូនទៅដល់អីនឹងចែករំលែកពីតំបន់ហ្នឹងអញ្ចឹងបងប្អូនហើយខ្ញុំមកដល់នេះមិនដឹងថាកន្លែងនេះឈ្មោះអីទេបងប្អូនប៉ុន្តែភ្នំនេះស្អាតបងប្អូនប៉ុន្តែកន្លែងដូចជាកន្លែងបោះតង់ប៉ុន្តែខ្ញុំក៏រៀងសង្ហាក់ចិត្តដែរដោយសារតំបន់នោះមើលទៅទេសភាពគឺស្រស់ស្អាតមែនតើប៉ុន្តែវាទាស់ភ្នែកត្រង់ថាគាត់
từ bọt tông cầm san cầm sai áo róm bay chỉ quạt nắng quạt bọt sầm ram ọt chơi bò mồ đọt cháo quạt bọt cháo tập bì thì nhầm bên chi sào sá đái cái này ní sạn bên tên bông bồn ban bọt tông ấy cho mật phe ấy đi lẹt ấy mình đang than o pana thế hay bông bồn đây khơi trong video đang khơi cứ sầm ram tràn bên tên hay nhầm sẽ không tha bông bồn từ cài ấy công tập đọp cháo sầm ram để đại chẳng vì bị bạn mơ lắng vô này hay video xem có miền tại bằng thế hay chụp nên video cài bye bye bông bồn